តើសត្វឃ្មុំមានទឹកដោះដែរឬទេអញ្ចឹងយើងមកទស្សនាវីដេអូនេះទាំងអស់គ្នាហើយនេះគឺជាពងទឹកកូវដែលវាបំរុងកកើតទៅជាស្ដេចណាអញ្ចឹងវាកើតឡើងនៅពេលដែលឃ្មុំមួយសំបុកហ្នឹងអត់មានស្ដេចនៅក្នុងហ្នឹងឬក៏ស្ដេចអសមត្ថភាពនៅក្នុងការពងកូនដូច្នេះបងកម្មករជាច្រើនត្រូវបានកំណត់ជ្រើសរើសថាតើទឹកពងដង្កូវណាមួយដែលអាចធ្វើជាស្ដេចបន្តវេនបានដូច្នេះវាក៏ចាប់ផ្ដើមសាងសង់វាឡើងហើយនេះគឺជាសកម្មភាពមនុស្សយើងបង្កើតជាអារុនឃ្មុំធំធំហ្នឹងសម្រាប់ធ្វើជាស្ដេចហើយពងតកូវនេះគឺជាពងតកូវដែលយើងអាចឆ្កឹះដើម្បីផ្សាំទៅជាស្ដេចណាអញ្ចឹងវាមានអាយុចន្លោះពី2ទៅ3ថ្ងៃនឹងយើងអាចឆ្កឹះវាបានហើយនេះអញ្ចឹងក្រោយពេលដែលយើងកំណត់ហើយយើងឆ្កឹះចូលរុនម្ដងមួយអញ្ចឹងក្នុងមួយរុនយើងដាក់បានតែពងតកូវមួយទេអញ្ចឹងក្រោយពេលដែលយើងឆ្កឹះរួចរាល់អស់អ្នកជំនាញឃ្មុំចាប់ផ្ដើមត្រួតពិនិត្យនិងឆែកមើលឃ្មុំដែលខ្លាំងអញ្ចឹងសំបុកណាដែលខ្លាំងហើយគឺយើងយកពងដង្កូវដែលយើងឆ្កឹះហ្នឹងយកទៅផ្សាំនៅក្នុងធុងនោះដោយដកស្ដេចវាចេញនេះអញ្ចឹងសកម្មភាពដែលគេផ្សាំអញ្ចឹងធុងនោះក្រោយពេលដែលយើងផ្សាំហើយអស់អញ្ចឹងឃ្មុំកម្មករជាច្រើនចាប់ផ្ដើមធ្វើការមមាញឹកហើយដល់ពេលនោះវាចាប់ផ្ដើមបញ្ចុកចំណីនិងថែទាំពងកូនឬក៏ដង្កូវដែលយើងឆ្កឹះនោះឲ្យមានសភាពល្អនិងកំណត់ជាស្ដេចចាប់ពីពេលនោះទៅអញ្ចឹងនេះគឺជាសកម្មភាពកម្មករកំពុងតែធ្វើការឃ្មុំកម្មករធ្វើការចិញ្ចឹមបីបាច់ថែរក្សាពងកូននៅក្នុងសំបុកណាអញ្ចឹងកូននីមួយៗពោរពេញទៅដោយចំណីដែលវាផ្ដល់ឲ្យហើយលទ្ធផលដែលយើងទទួលបានក្រោយពេលយើងផ្សាំរយៈពេលពីមួយសប្តាហ៍ទៅ10ថ្ងៃគឺវាចេញមកគឺសែលនេះសម្រាប់បើយើងនិយាយចំទៅគឺសម្រាប់តែវាកកើតជាស្ដេចទេក៏ប៉ុន្តែដោយសារតែមនុស្សយើងដឹងពីអត្ថប្រយោជន៍របស់វាបានបង្កើតវាឡើងនិងច្នៃវាធ្វើជាទឹកដោះស្ដេចឃ្មុំនោះតែម្ដងទៅនេះអញ្ចឹងនេះគឺជាទឹកដោះស្ដេចឃ្មុំដែលហៅថា Royal Jelly ហ្នឹងហើយ